នៅព្រឹកថ្ងៃទី13 ខែតុលាឆ្នាំ2025លោកស្រីសមាជិកក្រុមប្រឹក្សាឃុំតំណាងឲ្យលោកយិតស៊ីវប្រធានក្រុមប្រឹក្សាឃុំបាននាំយកថវិការបស់លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានឃុំនិងថវិកាផ្ទាល់ខ្លួនរបស់លោកស្រីសមាជិកក្រុមប្រឹក្សាឃុំស្មានជំនួយការដើម្បីចូលរួមពិធីបរិលែងទឹកទៅដល់គ្រួសារនៃសពលោកទុំពិសិដ្ឋទទួលមរណភាពថ្ងៃទី11ខែតុលាឆ្នាំ2025នៅក្នុងមូលដ្ឋានភូមិព្រៃឈ្នួលឃុំយមរាជស្រុកសំរោងខេត្តតាកែវវេលានោះដែរលោកស្រីសមាជិកក្រុមប្រឹក្សាឃុំក៏បានរៀបចំជូននូវសម្បត្តិមរណភាពជូនទៅដល់គ្រួសារនៃសពទៅទីកន្លែងផងដែរសូមអរគុណ